បងប្អូនទាំងអស់គ្នាក្រោយពីវីថ្ងៃខែឆ្នាំកំណត់ចូលទៅក្នុង app My Destiny វាសនាខ្ញុំនឹងឃើញលេខខួយហើយនិងលេខតារាសាស្ត្រលេខខួយនិងលេខតារាសាស្ត្រហ្នឹងគឺជាលេខហេងរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែយកលេខទាំងពីរហ្នឹងគុំចូលគ្នាហើយបូកជាមួយនឹងតួរលេខណាមួយដែលគិតថាបងប្អូនទាំងអស់គ្នាស្រឡាញ់ហើយបន្តមកដាក់បញ្ចូលទៅក្នុង app My Destiny វាសនាខ្ញុំនៅត្រង់ប៊ូតុងលេខសាស្ត្រក្រោយពីដាក់រួចរាល់បើសិនជាអត្ថន័យចេញមកមិនល្អឬក៏មិនពេញចិត្តបងប្អូនអាចធ្វើការផ្លាស់ប្ដូររហូតតតែជួបលេខដែលមានអត្ថន័យល្អប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យប្រើប្រាស់លេខស៊ីមយក9ហេងជាងគ្រាន់តែយកលេខខួយឬក៏លេខតារាសាស្ត្រណាមួយបើសិនជាលេខហ្នឹងនៅក្នុងស៊ីមយក9មានតួរលេខហ្នឹងគឺហេងដុបបលឬក៏ថាហេងត្រួតសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយចាប់អារម្មណ៍ស៊ីមយក9មែនអត់អ្នកទាំងអស់គ្នាអាចរកពុកម៉ែនៅ Self Card Store និង eSIM ទៅលើ Self Card App ព្រមទាំងកន្លែងលក់ស៊ីមដែលនៅជិតលោកអ្នកបំផុត